សួស្តីអស់លោកអ្នកនាងជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការទទួលឥទ្ធិពលឥណ្ឌាលើកទី1សូមអញ្ជើញអស់លោកអ្នកនាងតាមដានស្ដាប់ដូចតទៅក្នុងរង្វង់សតវត្សទី1នៃគ្រិស្តសករាជជនជាតិខ្មែរដែលតាំងពីយូរលង់ណាស់មកហើយធ្លាប់មានទំនាក់ទំនងជាមួយអ្នកដើរសមុទ្រជាតិឥណ្ឌាដែលភាគច្រើនជាអ្នកជំនួញនិងពួកព្រាហ្មណ៍ក៏បានទទួលឥទ្ធិពលជាបន្តបន្ទាប់ពីពួកឥណ្ឌាទាំងនោះគ្មានអ្វីគួរឲ្យសង្ស័យឡើយវប្បធម៌និងសាសនានៃប្រទេសឥណ្ឌាបានคล้ายជាវប្បធម៌និងសាសនារបស់វណ្ណៈអ្នកដឹកនាំខ្មែរចំណែកប្រជាពលរដ្ឋជាទូទៅវិញរហូតមកដល់សព្វថ្ងៃនេះហើយនៅតែមានជំនឿទៅលើព្រលឹងដូនតាគោរពបូជាអរុក្ខអរិយអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលជាជំនឿរបស់ខ្មែរដើមដដែលទោះបីស្ថិតនៅក្រោមទង់ឬរូបភាពព្រះពុទ្ធសាសនាក៏ដោយម្យ៉ាងទៀតគឺដោយសារការទទួលឥទ្ធិពលឥណ្ឌាដែលមានភាសាសំស្ក្រឹតជាយាននេះហើយដែលបានជំរុញជនជាតិខ្មែរឲ្យចាប់ផ្ដើមសម័យប្រវត្តិសាស្ត្រជាតិរបស់ខ្លួននាដើមសតវត្សទី1នៃគ្រិស្តសករាជនេះការធ្វើដំណើរដែលកាន់តែរីកចម្រើនឡើងជាលំដាប់របស់ជនជាតិឥណ្ឌាមកកាន់តំបន់សវណ្ណភូមិនេះដើមហេតុសំខាន់គឺការមកធ្វើជំនួញជួញដូរខាងសេដ្ឋកិច្ចពីដើមឡើយពួកឈ្មួញឥណ្ឌាទិញមាសពីតំបន់ស៊ីបេរីដែលពួកទូចរធ្វើដំណើរដោយរទេះពីឆ្ងាយមកលក់ឲ្យដោយឆ្លងកាត់តំបន់បាក់ទ្រីយ៉ានប៉ុន្តែប្រហែលជា2សតវត្សមុនគ្រិស្តសករាជដោយមានការរំជើបរំជួលក្នុងចំណោមជនជាតិផ្សេងនៅភូមិភាគអាស៊ីកណ្ដាលបានធ្វើឲ្យផ្លូវនេះត្រូវកាត់ផ្ដាច់ធ្វើគមនាគមន៍តទៅទៀតលែងកើតក្រោយមកគឺនៅក្នុងអំឡុងសតវត្សទី1នៃគ្រិស្តសករាជពួកឥណ្ឌាក៏ធ្វើដំណើរបែរទៅទិសខាងលិចហើយបានទិញនិងដឹកជញ្ជូនមាសពីពិភពរ៉ូម៉ាំងក្នុងនោះមានទាំងកាក់មាសដែលគេបានរំលាយហើយបោះពុម្ពជារូបិយវត្ថុជាប្រាក់ដាក់ឲ្យប្រើប្រាស់នៅក្នុងចក្រភពរ៉ូម៉ាំងថែមទៀតផងប៉ុន្តែមិនយូរប៉ុន្មានព្រះចៅវេស្ប៉ាសៀងឆ្នាំ6979នៃគ្រិស្តសករាជនៃចក្រភពរ៉ូម៉ាំងនេះបានចេញបញ្ញត្តិហាមឃាត់មិនឲ្យនាំមាសចេញដែលជាប្រការបង្ខំឲ្យពួកឈ្មួញឥណ្ឌាស្វែងរកប្រភពទិញមាសពីកន្លែងដទៃផ្សេងទៀតទីបំផុតពួកនេះក៏បានធ្វើដំណើរបែរមករកតំបន់សវណ្ណភូមិនេះការធ្វើដំណើរស្វែងមករកមាសនៅតំបន់សវណ្ណភូមិនេះបានត្រូវសម្រួលដោយកត្តាជាច្រើនដូចជាការរីកចម្រើនខាងផ្នែកនាវាចរសមុទ្រដោយពេលនោះគេអាចរកឃើញបច្ចេកទេសធ្វើសំពៅធំមាំដែលអាចផ្ទុកទំនិញនិងមនុស្សចំនួនរហូតដល់700នាក់ការរកឃើញភាពឆ្លាស់គ្នានៃខ្យល់រដូវដោយអ្នកបើកសំពៅជនជាតិក្រិកបានជំរុញឲ្យមានភាពទៀងទាត់ក្នុងការធ្វើដំណើរនិងញ៉ាំងការស្វែងរកមាសនៅតំបន់សវណ្ណភូមិនេះកាន់តែមានសន្ទុះកើនឡើងម្យ៉ាងទៀតក្នុងពេលជាមួយគ្នានេះដែរព្រះពុទ្ធសាសនាក៏កាន់តែរីកចម្រើនឡើងហើយសាសនានេះបានលុបបំបាត់ចោលប្រព័ន្ធវណ្ណៈក្នុងសង្គមដែលជាហេតុនាំឲ្យពួកឥណ្ឌាឈប់ខ្លាចបាត់ភាពបរិសុទ្ធក្នុងឈាមក្នុងពូជសាសន៍របស់ខ្លួនហើយធ្វើការតាក់ទងដោយទូលាយជាមួយជនបរទេសក្រោយមកពួកឈ្មួញឥណ្ឌាទាំងនោះបានមកបោះទីតាំងដោយបានបង្កើតជាហាងលក់ទំនិញឬសាខាគ្រឹះស្ថានជំនួញរបស់ខ្លួនក្នុងដែនដីសវណ្ណភូមិហើយជាបន្តបន្ទាប់បានប្រើប្រាស់គ្រឹះស្ថានទាំងនោះជាមជ្ឈមណ្ឌលផ្សព្វផ្សាយនយោបាយនិងសាសនារបស់ខ្លួនហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពួករដ្ឋរាសីគឺជាជនជាតិម្ចាស់ស្រុកមិនត្រឹមតែប៉ុណ្ណោះទេដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួនពួកនេះបានរឹតចំណងចងស្ពានមេត្រីរៀបចំអាពាហ៍ពិពាហ៍ចម្រុះជាមួយពួករដ្ឋរាសីម្ចាស់ស្រុក
ដើម្បីបង្កើតចំណងតាក់ទងជាគ្រួសារយ៉ាងជិតស្និទ្ធថែមទៀតផងជាក់ស្ដែងគឺអាពាហ៍ពិពាហ៍បែបនេះហើយដែលបានបង្កើតឡើងនៅសន្តតិវង្សដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជាយើងនេះលោកអ្នកនាងទើបតែបានស្ដាប់ការទទួលឥទ្ធិពលឥណ្ឌាលើកទី1នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់អាណាចក្រនគរភ្នំជាបន្តទៅទៀតលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីអរិយធម៌ខ្មែរនៅសម័យនគរភ្នំកំពង់ផែសំខាន់របស់អាណាចក្រភ្នំគឺអូកែវស្ថិតនៅភាគខាងត្បូងភ្នំបាថេក្នុងដែនដីកម្ពុជាក្រោមសព្វថ្ងៃលើតំបន់ស្ថានីយ៍បុរេប្រវត្តិសាស្ត្រសម័យយុគថ្មរំលីងដែលអ្នកដើរសមុទ្រជាតិឥណ្ឌាបានស្គាល់តាំងពីយូរលង់ណាស់មកហើយកំពង់ផែនេះមិនមែនគ្រាន់តែទទួលសំពៅធំៗពីប្រទេសចិនម៉ាឡាយូនិងឥណ្ឌាប៉ុណ្ណោះទេព្រមទាំងបានទទួលនាវាសមុទ្រធំៗដែលដឹកទំនិញមកពីចក្រភពរ៉ូម៉ាំងស្ថិតត្រង់ព្រំប្រទល់សមុទ្រក្រហមថែមទៀតផងនៅកំពង់ផែអូកែវគេបានរកឃើញត្រាមានអក្សរសំស្ក្រឹតមេដៃមាសមានកាលបរិច្ឆេទឆ្នាំ152មានរូបសំណាកព្រះចៅអង្គទុណាំងនិងចម្លាក់ថ្មផ្សេងមកពីតំបន់មេឌីទែរ៉ាណេថែមទៀតផងបើតាមឯកសារចិនបានបញ្ជាក់ឲ្យយើងដឹងថាភូមិខ្មែរព័ទ្ធជុំវិញដោយកំពែងធ្វើអំពីដីមានគូទឹកឬស្រះធំព័ទ្ធជុំវិញដែលមានចិញ្ចឹមក្រពើជាច្រើនផងនៅក្នុងបរិវេណភូមិមានស្រះទឹកសម្រាប់ប្រើរួមគ្នាផ្ទះសង់អំពីឈើបន្តើតខ្ពស់ផុតពីដីហើយប្រក់ស្លឹកមនុស្សនៅអាណាចក្រភ្នំច្រើនមានសម្បុរខ្មៅសក់រួញអង្គាដីច្រើនលែងខ្លួនទៅទេអ្នកស្រុកធម្មតាស្លៀកសារ៉ុងឬសំពត់អំបោះដើរជើងទៅទេឯអ្នកមាននិងមន្ត្រីស្លៀកសំពត់សំឡុយឬចងក្បិនសំពត់ចរបាប់មានពាក់ស្បែកជើងផងទាំងអស់គ្នានិយមចោះត្រចៀកដើម្បីពាក់ក្រវិលរយ៉ាទំហ៊ូត្រសាលត្រចៀកគេចូលចិត្តល្បែងប្រជល់មាន់ប្រជល់ជ្រូកហើយមានការប៉ិនប្រសពក្នុងជំនាញសិប្បកម្មត្បាញរវៃសូត្រអំបោះនិងជាងចម្លាក់ប្រាក់ស្ពាន់ជំនាញជាងទងធ្វើគ្រឿងអលង្ការមាសថែមទៀតផងមនុស្សនៅអាណាចក្រនគរភ្នំត្រង់ណាស់មិនមានចិត្តលោភលន់ហើយមិនចេះលួចទេបើមានទំនាស់ឬក្តីក្តាំងគ្នាកើតឡើងគេចូលចិត្តប្រើវិធីអស្ចារ្យដើម្បីរកសេចក្តីពិតកាលណាមានបាត់របស់អ្វីមួយគេយកបាយពំនូតទៅដាក់នៅចំពោះព្រះភ័ក្ត្រទេវតារួចគេបួងសួងសូមឲ្យព្រះអង្គជួយបង្ហាញមុខជនទុច្ចរិតស្អែកឡើងគេយកបាយពំនូតនោះឲ្យអ្នកជាប់សង្ស័យបរិភោគអ្នកដែលបានប្រព្រឹត្តបទល្មើសនឹងមានឈាមហូរចេញពីមាត់ជាក់ស្ដែងឯអ្នកសុចរិតវិញអាចទំពាបាយពំនូតនោះបានដោយស្រួលម្យ៉ាងទៀតបើមានជនជាប់ចោទពីបទផ្សេងគេឲ្យជននោះអត់បាយ3ថ្ងៃរួចតម្រូវឲ្យជននោះលូកយកវត្ថុផ្សេងមានពងមាន់ឬចិញ្ចៀនមាសចេញពីឆ្នាំងឬខ្ទះទឹកកំពង់ពុះឬក៏ត្រូវកាន់ផ្លែពូថៅឬច្រវាក់ដែលដុតឡើងក្រហមដើរ7ជំហានបើមានកំហុសមែនដៃជននោះនឹងរលាករលួយផ្ទុយទៅវិញបើមិនបានប្រព្រឹត្តខុសគឺគ្មានមងសៅអ្វីទាំងអស់នៅអាណាចក្រនគរភ្នំគេមិននិយមធ្វើគុកដាក់មនុស្សទេបើកាលណាមានកំហុសស្រាលគេពិន័យជនមានទោសតែបើមានកំហុសធ្ងន់ថ្នាក់អក្រិតវិញគេយកអ្នកនោះទៅឲ្យក្រពើឬសត្វសាហាវស៊ីតែម្ដងក្នុងរយៈពេល3ថ្ងៃបើសត្វនោះមិនស៊ីទេ
គេចាត់ទុកថាអ្នកនោះគ្មានកំហុសហើយលែងឲ្យរួចខ្លួនដោយសារបានទទួលឥទ្ធិពលឥណ្ឌាដល់ទៅ2ដងគឺដើមសតវត្សទី1និងដើមសតវត្សទី5របបនយោបាយរបស់អាណាចក្រភ្នំគឺរាជានិយមតាមបែបឥណ្ឌាមហារាជមានងារជាស្ដេចចក្រវាលឬក្រុងភ្នំសោយរាជលើអាណាចក្រដែលមានសមន្តរដ្ឋឬរដ្ឋចំណុះជាច្រើនក្នុងនោះមានទាំងសមន្តរដ្ឋចេនឡាទៀតផងព្រះរាជាគង់ក្នុងរាជវាំងដែលមានដំណាក់ច្រើនជាន់មានរបងជុំវិញក្នុងពេលប្រទានសវនាការព្រះអង្គទ្រង់គង់ផ្ទាល់លើព្រះទែនផ្ដេកជង្គង់ឆ្វេងបញ្ឈរជង្គង់ស្ដាំដោយកាយវិការរូបចម្លាក់ស្ដេចគំលង់សពថ្ងៃមានពានមាសនិងផាងមាសដុតឈើក្រអូបដាក់លើកម្រាលពីខាងមុខហើយមានរូបព្រះរាជសង្ហាតម្កល់នៅចំចន្លោះកណ្ដាលពានមាសនោះផងព្រះរាជាទ្រង់យាងទៅណាមកណាដោយដំរីដែលមានក្បួនដង្ហែឥកធឹកពីនាម៉ឺនមុខមន្ត្រីនិងស្រីស្នំបរិពារផងពន្ធដារត្រូវបង់ជាមាសប្រាក់គុជឬគ្រឿងក្រអូបផ្សេងសង្គមអាណាចក្រភ្នំជាសង្គមមេនិយមគឺគេទុកស្រីជាធំនៅក្នុងគ្រួសារផងនិងក្នុងសង្គមផងក្នុងការកសាងគ្រួសារគឺស្រីដណ្ដឹងប្រុសខាងវិស័យសេដ្ឋកិច្ចវិញក្នុងសម័យនគរភ្នំមានឈ្មោះថាថ្កុំថ្កាងរុងរឿងណាស់កសិកម្មមានការរីកលូតលាស់ចម្រើនខ្លាំងដោយសារតែមានជោគជ័យក្នុងនយោបាយទឹករហូតដល់ឯកសារចិនកត់ត្រាថាគេព្រោះមួយឆ្នាំគេច្រូតបាន3រដូវខាងពាណិជ្ជកម្មក្រៅពីកំពង់ផែអូកែវដែលជាកំពង់ផែអន្តរជាតិទទួលនាវាផ្ទុកទំនិញធំពីគ្រប់ទិសទីអាណាចក្រភ្នំមានបច្ចេកទេសក្នុងការធ្វើសំពៅធំដើរតាមសមុទ្រដែលតាមឯកសារចិនបានបញ្ជាក់ថាសំពៅមានប្រវែង30ម៉ែត្រដែលមានក្បាលនិងកន្សៃមានរាងជាក្បាលនិងកន្ទុយត្រីថែមទៀតផងខាងវិស័យអប់រំមានការរីកចម្រើនខ្លាំងព្រោះឯកសារចិនបានបញ្ជាក់ថាអាណាចក្រភ្នំមានសៀវភៅនិងមានកន្លែងរក្សាទុកបណ្ណាសាភាសាខ្មែរជាភាសាប្រើទូទៅនិងភាសាសំស្ក្រឹតជាភាសាផ្លូវការខាងវិស័យសាសនាវិញអ្នកនគរភ្នំបានកាន់សាសនាធំពីរមកពីឥណ្ឌាគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាហើយជាទូទៅព្រះពុទ្ធសាសនាមហាយានដែលលាយចម្រុះគ្នានឹងជំនឿអរិយអ្នកតាមេបាដែលជាជំនឿដើមរបស់អ្នកនគរភ្នំត្រូវបានប្រជារាស្ត្រនគរភ្នំគោរពបូជាជាទូទៅចំណែកខាងការទុកដាក់សពវិញមានដូចតទៅនេះពិធីបូជាសពព្រះមហាក្សត្រត្រូវធ្វើឡើង7ថ្ងៃក្រោយពីពេលចូលទីបង្គត់ព្រះសពត្រូវរួមយ៉ាងស្អាតហើយដង្ហែទៅមាត់ទន្លេដែលមានសំឡេងដូរតន្ត្រីស្គរប្រគំនិងរបាំសក្ការៈកំដរផងហើយសពនេះត្រូវបូជានៅលើគំនរអុសមួយព្រះធាតុត្រូវគេរើសដាក់ក្នុងកោដ្ឋមាសដែលទីបំផុតគេយកទៅទម្លាក់ក្នុងទឹកទន្លេឬសមុទ្រសពពួកមន្ត្រីធំត្រូវបូជាក្នុងរយៈពេល3ថ្ងៃក្រោយពេលអនិច្ចកម្មហើយអធិធាតុត្រូវដាក់ក្នុងកោដ្ឋប្រាក់រួចយកទៅទម្លាក់ក្នុងទឹកទន្លេចំណែកជនធម្មតាវិញពិធីទុកដាក់សពនេះមាន4បែបគឺបូជាដោយភ្លើងឬកប់ក្នុងដីឬបោះចោលក្នុងទឹកឬដាក់ហាលខ្យល់កណ្ដាលវាលទុកឲ្យសត្វបរិភោគជាចំណីឯការកាន់ទុកគឺគេកោរសក់និងកោរពុកមាត់ខាងវិស័យស្ថាបត្យកម្មនិងចម្លាក់វិញក្រៅពីប្រាសាទដែលសង់ដោយលុងភ្នំគ្មានប្រាសាទណានៅគង់វង្សល្អទេតែគេសន្និដ្ឋានថាប្រាសាទទាំងឡាយក្នុងសម័យនោះកសាងឡើងដោយឥដ្ឋដោយគេអាចរកឃើញខឿនសំណង់ផ្សេងអំពីឥដ្ឋនៅកំពង់ផែអូកែវនិងនៅអង្គរបុរីខាងសិល្បៈបដិមាគេបានរកឃើញព្រះពុទ្ធរូបនិងទេវរូបជាច្រើននៅតំបន់ភ្នំដាស្រុកព្រៃកបាសខេត្តតាកែវដូចជាព្រះពុទ្ធរូបវត្តរំលករូបព្រះវិស្ណុព្រះពលរាមព្រះកលកិនព្រះកฤษណគោវត្តនៈស្នាដៃទាំងអស់នេះនៅមានលក្ខណៈជាឥណ្ឌានៅឡើយពោលគឺរូបទាំងនោះមានរាងធាត់កាច់ចង្កេះនិងមានធ្នូឬក្រចកសេះឬជន្ទល់ទ្រថែមទៀតផងលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីអរិយធម៌ខ្មែរនៅសម័យនគរភ្នំ
នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ប្រទេសកម្ពុជាមុនសម័យអង្គរសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់កុំបីខានឡើយលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនេតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីសន្តតិវង្សព្រះរាជាខ្មែរសម័យចិនឡាកព្រះបាទភវវរ្ម័នទី1ក្នុងសម័យនគរភ្នំព្រះរាជាទាំងឡាយនៃនគរភ្នំបានវាតអំណាចគ្រប់គ្រងរបស់ខ្លួនលាតសន្ធឹងលើសមណរដ្ឋឬរដ្ឋចំណុះជាច្រើនក្នុងនោះមានទាំងចិនឡាដែនដីរបស់កម្ពុជាដែលហៅតាមភាសាចិនថាចិនឡាផងរដ្ឋចិនឡាប្រហែលជាចិនចង់និយាយថានគរក្របួនសុទ្ធឬនគរសម្បូរឃ្មុំលាតសន្ធឹងលើតំបន់ទន្លេមេគង្គត្រង់ចន្លោះប៉ាក់សេនៅខាងជើងក្រចេះនៅខាងត្បូងដែនដីភាគធំនៃទន្លេសេមូនក្នុងប្រទេសថៃសពថ្ងៃហើយចំណុចកណ្ដាលគឺវត្តភូតំបន់ចម្ប៉ាសាក់ប្រទេសឡាវសពថ្ងៃរដ្ឋចេនឡាគ្រប់គ្រងដោយសន្តតិវង្សមួយដែលបានអះអាងថាជាប់ខ្សែរយៈពីការចងសម្ព័ន្ធរវាងឥសីកម្ពុជាស្វាយមភូវៈនិងអប្សរាមេរាខ្សែខាងសូរវង្សនៅចុងសម័យនគរភ្នំដោយសារព្រះបាទរុទ្រវរ្ម័នបានធ្វើគុតគុណវរ្ម័នជាប្អូនដើម្បីដណ្ដើមរាជ្យសោយនោះការបះបោរចលាចលក៏កើតមានឡើងហើយចលាចលបះបោរនេះក៏កាន់តែរីកធំឡើងហើយនៅចុងរាជ្យព្រះអង្គព្រះបាទរុទ្រវរ្ម័នជាអ្នកដណ្ដើមរាជ្យត្រូវបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងឬក៏ដាក់រាជ្យដែលគេមិនដឹងច្បាស់ប៉ុន្តែពេលនោះរាជបល្ល័ង្កនគរភ្នំត្រូវនៅទំនេរកម្លាំងបះបោរបពុរបស់គុណវរ្ម័នបានវាយដណ្ដើមយកបានរាជធានីវេយ្យបុរៈនៅឯសមន្តរដ្ឋចិនឡាឯនោះវិញក្រោយពីព្រះបាទវីរវរ្ម័នជាបិតាសុគតទៅព្រះអង្គម្ចាស់មួយអង្គព្រះនាមភវវរ្ម័នដែលត្រូវជាចៅរបស់ព្រះបាទរុទ្រវរ្ម័នដែលជាស្ដេចចុងក្រោយនៃអាណាចក្រភ្នំក៏ក្រោកឈរប្រឆាំងនឹងចលនាបះបោរឡើងដោយមានជំនួយពីចត្រាសេនាជាប្អូនជីដូនមួយយ៉ាងឃ្លាវខ្លាផងភវវរ្ម័នបានវាយដណ្ដើមយកអាណាចក្រនគរភ្នំដែលជាមរតកជីតាខ្លួនគឺព្រះបាទរុទ្រវរ្ម័នមកវិញបានដោយព្រះអង្គបានវាយរុញច្រានបពុរបស់គុណវរ្ម័នឲ្យដកថយពីរាជធានីវេយ្យបុរៈទៅតាំងនៅភាគខាងត្បូងគឺអង្គរបូរីស្រុកព្រៃកបាស់ក្នុងខេត្តតាកែវសពថ្ងៃនេះព្រះអង្គគ្រប់គ្រងបានដែនដីពីចន្លោះទន្លេមូនខាងជើងទន្លេសាបខាងត្បូងជួរភ្នំអាណាមខាងកើតទៅទិសខាងលិចដល់ស្ទឹងព្រាជីនិងមង្គលបុរីដែលគេបានរកឃើញសិលាចារឹករបស់ព្រះអង្គក្រោយពីទទួលជ័យជំនះហើយព្រះបាទភវវរ្ម័នទ្រង់បានរៀបអភិសេកជាមួយនឹងក្សត្រីកម្ពុជារាជលក្ស្មីដែលស្លោកទី11នៃសាលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថាកូនចៅឥសីកម្ពុជាបានភ្ជាប់សូរវង្សខាងចិនឡានិងសោមវង្សខាងអាណាចក្រភ្នំគឺព្រះបាទភវវរ្ម័ននេះហើយដែលបានបដូរឈ្មោះប្រទេសពីនគរភ្នំមកជាកម្ពុជាដែលយើងប្រើរហូតដល់សព្វថ្ងៃនេះព្រះអង្គទ្រង់បានសោយរាជ្យពីឆ្នាំ550ដល់ឆ្នាំ600នៃគ្រិស្តសករាជខព្រះបាទមហិន្ទ្រវរ្ម័នក្រោយពីព្រះបាទភវវរ្ម័នសោយទីវង្គតទៅចត្រាសេនាជាប្អូនក៏បានឡើងគ្រងរាជ្យបន្តពីព្រះរាមដែលទ្រង់មានព្រះនាមក្នុងរាជ្យថាមហិន្ទ្រវរ្ម័នព្រះបាទមហិន្ទ្រវរ្ម័នទ្រង់បានបន្តដំណើរពង្រីកអំណាចរបស់អាណាចក្រចេនឡាបន្តទៅទិសខាងលិចនិងទៅទិសខាងត្បូងទៀតហើយ
ដើម្បីការពារព្រំដែនផ្នែកខាងកើតព្រះអង្គបានរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធដោយបានធ្វើសន្ធិសញ្ញាជាមួយនឹងប្រទេសចម្ប៉ាថែមទៀតផងព្រះអង្គសោយរាជ្យពីឆ្នាំ600ដល់ឆ្នាំ615នៃគ្រិស្តសករាជអស់លោកអ្នកនាងជាទីមេត្រីនៅក្នុងនេតិស្វែងយល់ប្រវត្តិសាស្ត្រកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីសម័យអាណាចក្រនគរភ្នំសូមអញ្ជើញអស់លោកអ្នកនាងតាមដានស្ដាប់ដូចតទៅទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោមហើយនៅក្នុងដែនដីសណ្ដនៃទន្លេនេះបានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វដៀកឬដែលជឿថាបុព្វបុរសដូនតារបស់ខ្លួនមានអំបូរមកពីពូជនាគរស់នៅតាំងពីយូរលង់មកហើយបើតាមឯកសារចិនរបស់លោកកាំងថៃដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី3នៃគ្រិស្តសករាជបានរៀបរាប់ថាប្រហែលជាក្នុងឆ្នាំ50នៃគ្រិស្តសករាជមានជនជាតិឥណ្ឌាជាព្រាហ្មណ៍ម្នាក់ឈ្មោះហ៊ុនទៀនបានធ្វើដំណើរមកពីប្រទេសឥណ្ឌាឬមួយមកតាមកោះខាងត្បូងមកអាណាចក្រភ្នំហេតុដែលបណ្ដាលឲ្យព្រាហ្មណ៍ហ៊ុនទៀនធ្វើដំណើរមកកាន់នគរភ្នំនេះព្រោះយប់មួយនោះព្រះបាទហ៊ុនទៀនបានយល់សប្តិឃើញថាទេវតាដែលបីបាច់ថែរក្សាព្រះអង្គបានធ្វើអំណោយធ្នូទឹកមួយដល់ព្រះអង្គហើយបញ្ជាឲ្យព្រះអង្គឡើងជិះសំពៅដ៏ធំមួយលុះព្រឹកឡើងព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថានដើម្បីធ្វើសក្ការៈបូជាស្រាប់តែបានឃើញធ្នូទឹកនោះដូចសុបិនមែនបន្ទាប់មកព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្តិនោះមកដល់នគរភ្នំព្រះអង្គបានពើប្រយុទ្ធជាមួយរាជិនីនៃរដ្ឋនេះគឺព្រះនាងលីវី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះអង្គដោយឫទ្ធានុភាពធ្នូទឹកព្រះអង្គក៏ទទួលបានជ័យជំនះលើព្រះនាងលីវីដែលជាម្ចាស់ស្រុកដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងឲ្យធ្លាយពីម្ខាងទៅម្ខាងដោយឃើញព្រះបាទហ៊ុនទៀនមានឫទ្ធិខ្លាំងពូកែដូច្នោះព្រះនាងលីវីក៏ព្រមចុះចាញ់ព្រះអង្គហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសីតាំងពីពេលនោះមកចំណែកសិលាចារឹកចាមនៅមីសឺនគ្រិស្តសករាជ658វិញបានឲ្យយើងដឹងថាព្រះបាទហ៊ុនទៀនដែលចិនហៅនោះឈ្មោះកៅដេញឯនាងលីវីវិញគឺព្រះនាងសូមាកូនព្រះច័ន្ទឯខាងព្រះរាជពង្សាវតានៃព្រះរាជាណាចក្រកម្ពុជាវិញបានហៅព្រះនាងស្ដេចនោះថាព្រះថោងនិងនាងនាគដែលបានបន្សល់ទុកនៅគេដំណើរទំនៀមទម្លាប់ប្រពៃណីជាច្រើនឲ្យជីវភាពសង្គមខ្មែររហូតមកដល់សប្តាហ៍ថ្ងៃនេះថែមទៀតផងដូច្នេះរួមសេចក្តីមកគឺព្រះបាទហ៊ុនទៀនឬកៅដេញឬព្រះថោងនិងនាងលីវយីឬព្រះនាងសោមាកូនព្រះច័ន្ទឬនាងនាគនេះហើយដែលជាអ្នកបានកសាងឡើងនៅសន្តតិវង្សឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះម្យ៉ាងទៀតគឺពេលនោះហើយដែលព្រះថោងឬកៅដេញឬហ៊ុនទៀនដែលជាជាតិឥណ្ឌាបាននាំយកនៅទំនៀមទម្លាប់ប្រពៃណីផ្សេងពីប្រទេសឥណ្ឌាមានសាសនាភាសាអ្នកប្រាជ្ញអក្សរច្បាប់ទម្លាប់ផ្សេងពិសេសគឺរបៀបរៀបចំឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមឲ្យឬក៏ការបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយដូចជាជំនឿលើព្រលឹងដូនតាគោរពមេបាអរិយអ្នកតានិងលទ្ធិមេដាធិបតេយ្យយកមេជាធំដែលជាហេតុធ្វើឲ្យសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតចំពោះឈ្មោះនគរវិញគឺប្រហែលពីពេលនោះមកហើយដែលមានឈ្មោះថានគរភ្នំព្រោះតាមឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រភ្នំមានថរន្តរនាមថាគូឡុងគឺក្រុងដែលសព្វថ្ងៃមានន័យថាស្ដេចសោយរាជ
ម្យ៉ាងទៀតតាមការនិយមរបស់ជនជាតិចិនគេច្រើនប្រើឈ្មោះឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផងប្រជារាស្ត្រមួយផងរាជធានីផងឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផងដូច្នេះពាក្យហ្វូណនចិនប្រកាសជាហៅតាមឋានន្តរនាមព្រះចៅអធិរាជគឺក្រុងភ្នំហើយហ្វូណនគឺជាសំនៀងចិននៃពាក្យភ្នំឬភ្នំរបស់ខ្មែរនេះឯងឯការដែលអធិរាជអាណាចក្រភ្នំមានឋានន្តរនាមក្រុងភ្នំដូចនេះគឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរឯកសារចិនបានរៀបរាប់ថាព្រះអាទិទេពយាងចុះលើភ្នំម៉ូតានជាញឹកញាប់ព្រះអង្គបានយកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គព្រះចៅអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គហើយប្រជារាស្ត្រក៏បានសុខចម្រើនដោយសារនោះផងដែរចំណែកខាងរាជធានីនៃអាណាចក្រនគរភ្នំវិញមានឈ្មោះថាវេយ្យធបុរៈប្រហែលស្ថិតនៅម្ដុំបាភ្នំមានចម្ងាយប្រមាណ200គីឡូម៉ែត្រពីសមុទ្រលោកអ្នកនាងទើបតែបានស្ដាប់នីតិស្វែងយល់ប្រវត្តិសាស្ត្រខ្មែរសម័យអាណាចក្រនគរភ្នំនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការបន្តសន្តតិវង្សខ្មែរសម័យនគរភ្នំជាបន្តទៅទៀតសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់កុំបីខានឡើយលោកអ្នកនាងជាទីមេត្រីនៅក្នុងនីតិស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជានាសប្តាហ៍នេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់បន្តអំពីរាជាណាចក្រនគរភ្នំនិងការបង្កើតរាជវង្សខ្មែរដំបូងសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅអ្នកស្នងរាជបន្តពីព្រះបាទកៅឌិញគឺជាកូនចៅរបស់ព្រះអង្គក្នុងនោះមានព្រះបាទហ៊ុនផានហួងដែលជាព្រះរាជាមួយអង្គខ្លាំងពូកែមានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាលហើយវាយពង្រីកអាណាចក្រឲ្យធំទូលាយស្ដេចអង្គនេះសោយទីវង្គតក្នុងព្រះជន្ម90ព្រះវស្សានៅដើមសតវត្សទី3នៃគ្រិស្តសករាជព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមប៉ានត្រូវជ្រើសតាំងឲ្យឡើងស្នងរាជបន្តពីព្រះអង្គប៉ុន្តែព្រះរាជាអង្គថ្មីនេះបានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅឲ្យមេទ័ពម្នាក់ឈ្មោះស្រីមេរៈមើលកិច្ចការជំនួសព្រះអង្គសោយរាជបានតែ3ឆ្នាំក៏សុគតទៅពួកនិមឺនសម្បុកមន្ត្រីក៏ជ្រើសមេទ័ពស្រីមេរៈឲ្យឡើងសោយរាជជាទូទៅព្រះរាជាខ្មែរតែងតែមានព្រះនាម3គឺ1ព្រះនាមកំណើត2ព្រះនាមគ្រងរាជ3ព្រះមរណនាមគឺជាព្រះនាមពេលដែលព្រះអង្គសុគតទៅព្រះអង្គស្រីមេរៈគឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាមវរ្ម័នដែលមានន័យថាអ្នកការពារមកប្រើដំបូងគេបង្អស់ហើយព្រះនាមវរ្ម័ននេះបានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូតលុះត្រាដល់ពេលដែលបដិវត្តនយោបាយនិងសាសនារបស់នាយត្រសក់ផ្អែមកើតមានឡើងព្រះបាទស្រីមេរៈជាស្ដេចសឹកដ៏ខ្លាំងពូកែព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផងតាមផ្លូវទឹកផងហើយពង្រឹងអំណាចរបស់ព្រះអង្គលើដែនដីភាគខាងក្រោមគឺកម្ពុជាក្រោមសព្វថ្ងៃលើភាគកណ្ដាលនៃទន្លេមេគង្គហើយរឹបដាក់ជាចំណុះនៅរដ្ឋតូចៗនៅភាគខាងជើងជ្រោយម៉ាឡាយូដើម្បីត្រួតពិនិត្យលើផ្លូវគោកនិងទីសម្ចរទាំងឡាយចន្លោះឈូងសមុទ្របឹងកាល់និងឈូងសមុទ្រសៀមព្រះអង្គទ្រង់សោយទីវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ីមួយរបស់ព្រះអង្គព្រះនាមសានឆានដែលប្រហែលជាមាននាមក្នុងរាជថាភរិន្ទ្រវរ្ម័នបានជ្រែករាជដោយបានធ្វើគុតរាជទាយាទគឺព្រះរាជបុត្រច្បងរបស់ព្រះបាទស្រីមេរៈហើយឡើងសោយរាជព្រះអង្គសោយរាជបានរយៈពេល20ឆ្នាំ
នៅក្នុងរាជរបស់ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌាមរុណ្ឌៈឆ្នាំ243ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិនដើម្បីនាំដង្វាយជាអ្នកភ្លេងនិងផលិតផលផ្សេងៗទៅថ្វាយស្ដេចក្រុងចិនគឺនៅក្នុងរាជព្រះអង្គហ្វានឆាននេះហើយដែលបានសាងសិលាចារឹកខ្មែរដែលចាស់ជាងគេជាភាសាសំស្ក្រឹតក្នុងដែនសមន្តរដ្ឋមួយរបស់អាណាចក្រនគរភ្នំដែលគេរកឃើញនៅរមណីយដ្ឋានវូកាញ់ក្នុងតំបន់យ៉ាត្រាងប្រទេសវៀតណាមសព្វថ្ងៃនេះប្រហែលក្នុងឆ្នាំ250ព្រះអង្គហ្វានឆានត្រូវធ្វើគុតដោយព្រះរាជបុត្រពៅរបស់ព្រះបាទស្រីនារៈដោយយកលេសថាសងសឹកមេទ័ពម្នាក់របស់ព្រះអង្គហ្វានឆានមានឈ្មោះថាអសុជ័យដែលតាមឯកសារចិនឈ្មោះថាស៊ីយុនហ្វាន់ស៊ីយុនបានធ្វើគុតរាជទាយាទគឺព្រះរាជបុត្រពៅរបស់ព្រះបាទស្រីនារៈហើយប្រកាសខ្លួនឡើងសោយរាជជាកុរ៉ុងវនុំព្រះបាទហ្វាន់ស៊ីយុនជាព្រះរាជាដែលស្រឡាញ់សន្តិភាពទ្រង់យកព្រះទ័យទុកដាក់និងព្រះរាជភារកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំងដើម្បីរក្សាកិត្យានុភាពរបស់ព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ពព្រះអង្គទ្រង់រក្សាចំណងតាក់ទងជាប្រក្រតីជាមួយព្រះរាជវាំងមរុណ្ឌៈពីឆ្នាំ268ដល់ឆ្នាំ287ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិនមួយចំណែកទៀតជាមួយនឹងអាណាចក្រចម្ប៉ាដែលស្ថិតនៅភាគខាងកើតនគរភ្នំព្រះអង្គបានរឹតចំណងតាក់ទងយ៉ាងជិតស្និទ្ធបំផុតរហូតដល់គេជឿបានថាប្រហែលជាព្រះអង្គបានពង្រីកអធិរាជភាពរបស់ព្រះអង្គលើប្រទេសចម្ប៉ានោះថែមទៀតផងលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីអាណាចក្រនគរភ្នំនិងការបង្កើតរាជវង្សខ្មែរដំបូងនៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការទទួលឥទ្ធិពលឥណ្ឌាលើកទី2សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ